ខ្ញុំបាទសូមលំអរកាយគ្រប់ស្វាគមន៍និងជម្រាបសួរប្រិមិត្តសាជាថ្មីកម្មវិធីព័ត៌មានប្រចាំថ្ងៃមានខ្លឹមសារពិសេសថ្មីមួយលើកយកមកជម្រាបជូនដែលមានអត្ថន័យថាភ្ញាក់ខ្លួនឡើងបងស្រីបាទនេះជាការចូលរួមមតិក៏ដូចជាការផ្ដាំផ្ញើរបស់ព្រះអង្គគ្រូដែលមានពនាមថាសាមសុភ័ណ្ឌផ្ដាំទៅអ្នកនាងមាសសុខសុភាក្នុងនោះក៏មានលោកគ្រូផេះអង្កាមបានធ្វើជាคลิปវីដេអូផ្ដាំទៅអ្នកនាងមាសសុខសុភាផងដែររួមជាមួយនឹងមិត្តសិល្បករសិល្បករនេះរួមអាជីពដែលមានការព្រួយបារម្ភបានធ្វើជាคลิปវីដេអូក៏ដូចជាសំណេរបាទនៅលើបណ្ដាញសង្គមផ្ដាំទៅអ្នកនាងមាសសុខសុភាច្រើនកកបំផុតដោយសារតែអ្នកទាំងអស់គ្នាមានការព្រួយបារម្ភពីសុខទុក្ខរបស់អ្នកនាងប្រិមិត្តជាទីមេត្រីបាទអ្វីដែលបងប្អូនយើងចាប់អារម្មណ៍បំផុតនៅលើបណ្ដាញសង្គមពាក់ព័ន្ធទៅអ្នកនាងមាសសុខសុភាស្វាមីរបស់គាត់រួមជាមួយជនទី3គឺលោកតាសក់សភ្នំតាបែងនៅក្នុងនោះបាទមានលោកគ្រូព្រះអង្គមួយព្រះអង្គដែលមានពនាមថាសាមសុភ័ណ្ឌលោកបានធ្វើជាសំណេរផ្ដាំទៅអ្នកនាងមាសសុខសុភាថាឲ្យភ្ញាក់ខ្លួនឡើងបងស្រីនៅទីនេះមិនស័ក្តិសមនៅក្នុងការលះបង់របស់បងស្រីនោះទេអាត្មាធ្លាប់ស្គាល់នឹងរស់នៅគង់នៅទីនេះជាង20ឆ្នាំទៅហើយធ្លាប់ធ្វើការបម្រើនៅទីនេះដឹកនាំការងារតាំងពីឆ្នាំ2019ដល់2023មកម្លេះនៅទីនេះពោពេញទៅដោយការប្រឌិតជាជាងការពិតអ្វីក៏ដោយគឺកើតចេញពីមនុស្សគឺមនុស្សនឹងឲ្យពូកែជាងគេនេះជាការបញ្ជាក់របស់ព្រះអង្គប្រិមិត្តអ្វីដែលគេនិយាយអំពីវត្ថុពូកែគឺដើម្បីប្រយោជន៍បុគ្គលខ្លួនឯងប៉ុណ្ណោះបើអ្នកណាសែបគប់បុគ្គលបែបណាហើយនឹងខ្លាយខ្លួនជាបុគ្គលបែបនឹងឯងអញ្ចឹងសូមធ្វើការប្រុងប្រយ័ត្នឲ្យមែនតែនពាក់ព័ន្ធទៅនឹងអ្វីដែលឮតគ្នាថាបកែងចេះបកែងចុះហ្នឹងសូមឲ្យប្រយ័ត្ននេះជាការផ្ដាំផ្ញើក៏ដូចជាសង្ឃដីការបស់ព្រះអង្គសាមសុភ័ណ្ឌប្រិមិត្តព្រះអង្គបញ្ជាក់ទៀតថានេះគឺជាជំនឿដែលប្រកបដោយបញ្ញាយ៉ាងមុនយើងជឿអីបាទត្រូវគិតមុខគិតក្រោយកុំឲ្យខាតពេលខាតវេលាខាតលុយខាតកាក់រហូតដល់អាយុជីវិតក៏មានដែរប្រិមិត្តអញ្ចឹងទាំងអស់ហ្នឹងគឺព្រះអង្គមានបំណងដាស់តឿនដល់ជនរួមជាតិក៏ដូចជាញាតិបរិស័ទទាំងអស់ណាប្រិមិត្តដែលទៅកំសាន្តនៅទីហ្នឹងសូមឲ្យមានការប្រុងប្រយ័ត្នបើមានល្បីថាបកែចេះបកែចោលហ្នឹងយើងជឿដោយបញ្ញាគិតសិនអញ្ចឹងអ្វីក៏ដោយតើតែយើងបាទប្រកបដោយបញ្ញាសូមបីធ្វើបុណ្យដែលអត់បញ្ញាក៏អត់បានបុណ្យណាប្រិមិត្តអញ្ចឹងព្រះអង្គសាមសុភ័ណ្ឌលោកបានមានសង្ឃដីកាផ្ដាំទៅអ្នកនាងមាសសុខសុភាសូមឲ្យមានការប្រុងប្រយ័ត្នបាទសារជាថ្មីគិតគូរសារជាថ្មីព្រោះថាការលះបង់ទាំងអស់ហ្នឹងទឹកប្រាក់ច្រើន$1000000ណាប្រិមិត្តវាមិនស័ក្តិសមនៅក្នុងការលះបង់ទេព្រោះពោពេញទៅដោយការប្រឌិតប្រិមិត្តជាទីមេត្រីនៅក្នុងនោះមានលោកគ្រូផេះអង្កាមលោកបានធ្វើคลิปវីដេអូខ្លីមួយផ្ដាំទៅអ្នកនាងមាសសុខសុភាផងដែរថាឲ្យឆាប់មកព្យាបាលជាមួយលោកគ្រូដោយលោកគ្រូអត់គិតជើងសារកម្រៃប្រាក់ឈ្នួលអីទេលោកគ្រូព្យាបាលហ្វ្រីតែហ្មងបាទព្រោះថាលោកគ្រូដឹងថាមានបាទមុនខ្មៅមុនគេហៅស្នេហ៍ដំរីដែលយើងមិនអាចនឹកស្មានដល់ឬក៏យើងអត់ដឹងណាប្រិមិត្តលោកគ្រូនឹងព្យាបាលឲ្យនេះបើសិនជាលឺដល់អ្នកនាងមាសសុខសុភាហើយបើសិនជាជឿនឹងចាំទៅព្យាបាលតែមិនជឿក៏មិនអីដែរក៏សម្រាប់នៅផ្ទះធម្មតាចុះនេះជាការផ្ដាំផ្ញើរបស់លោកគ្រូផេះអង្កាមដែលមានបំណងល្អប្រិមិត្តជាទីគោរពរាប់អាននៅក្នុងនោះមិត្តសិល្បករសិល្បករនេះច្រើនដួងណាស់ដែលមានការព្រួយបារម្ភចំពោះអ្នកនាងមាសសុខសុភាបាទតែងតែធ្វើសំណេរខ្លីៗឬក៏វែងទៅសេលើបណ្ដាញសង្គមបង្ហោះផ្ញើជូនឲ្យអ្នកនាងមានការរឹងមាំតាំងស្មារតីសារជាថ្មីអ្នកខ្លះបញ្ជាក់ថាមុនអ្នកនាងមាសសុខសុភាបាទស្គាល់លោកគ្រូផេះអង្កាមគឺគាត់មានស្មារតីនឹងណបាទជាងនឹងល្អជាងនឹងការគិតគូរអីណារហូតតាំងពីស្គាល់មកគាត់រៀងប្លែកបាទលែងស្ដាប់ញាតិមិត្តជិតខាងលែងស្ដាប់ក្រុមគ្រួសារលែងស្ដាប់ប្តីលែងស្ដាប់អីទាំងអស់អញ្ចឹងពួកគេទាំងអស់គ្នាមានការព្រួយបារម្ភអំពីសុខទុក្ខរបស់អ្នកនាងមាសសុខសុភាប្រិមិត្តជាទីមេត្រីពាក់ព័ន្ធទៅនឹងខ្លឹមសារដែលខ្ញុំបាទជម្រាបជូននៅពេលនេះក៏សូមបញ្ចប់បាទនៅអ្វីពាក់ព័ន្ធទៅនឹងចំណងជើងគឺសូមឲ្យភ្ញាក់ខ្លួនឡើងបងស្រីគឺគេផ្ដាំទៅអ្នកនាងមាសសុខសុភាប៉ុណ្ណឹងឯងប្រិមិត្តជាទីគោរពរាប់អានកុំឆ្កងបើសិនកើតមានក៏សូមមេត្តាជាស្រីហើយចូលរួមសន្ដាប់នៅខ្លឹមសារព័ត៌មានថ្មីនៅថ្ងៃស្អែកគ្រាន់តែពុកម៉ែបងប្អូនចុច Subscribe រូបកណ្ដឹងម្នាក់មួយប៉ុណ្ណោះប្រិមិត្តជាទីគោរពរាប់អានបាទវេលានេះខ្ញុំបាទសូមអរកាយគោរពលាគោរពជូនពរពុកម៉ែបងប្អូនទាំងអស់សុខចម្រើនគ្រប់ក្រុមគ្រួសារហើយពិសេសអ្នកនាងមាសសុខសុភាសូមឲ្យគិតគូរសារជាថ្មីនៅអ្វីដែលជាសំណុំពរក៏ដូចជាការផ្ដាំផ្ញើពីសំណាក់មិត្តភ័ក្តិរួមអាជីពក៏ដូចជាជនរួមជាតិទូទៅដែលមានការព្រួយបារម្ភចំពោះអ្នកនាងផ្ទាល់អំពីសុខទុក្ខណាប្រិមិត្តបាទអញ្ចឹងក៏សូមលំអរកាយគោរពលាសន្យាថាវិលជួបបងប្អូននៅថ្ងៃស្អែកអរគុណ